អតាមលោកម៉ាថាយជំពូក1នេះបញ្ជីពងសាវតាពីព្រះយេស៊ូវគ្រីស្ទជាវង្សាលួងដាវីតនិងជាជំនួសវង្សនៃលោកអាប់រ៉ាហាំដែរអាប់រ៉ាហាំបង្កើតអ៊ីសាក់បង្កើតយ៉ាកុបបង្កើតយូដាហើយនឹងបងប្អូនគាត់យូដាយកនាងតាម៉ាបង្កើតបានពេរេសនិងសេរ៉ាពេរេសបង្កើតហេស្រុនបង្កើតអឺរ៉ាមបង្កើតអាមីណាដាបបង្កើតណាសូនបង្កើតសាល់ម៉ូនយកនាងរ៉ាហាបបង្កើតបានបូអុសយកនាងរុះបង្កើតបានអូបេតបង្កើតអ៊ីសាយបង្កើតដាវីតដ៏ជាស្ដេចដាវីតយកប្រពន្ធរបស់អ៊ូរីបង្កើតបានសាឡូមោនបង្កើតរេហូបោមបង្កើតអាប៊ីយ៉ាបង្កើតអេសាបង្កើតយូសាផាតបង្កើតយូរ៉ាមបង្កើតអូសៀបង្កើតយោធាមបង្កើតអេហាបង្កើតអេសេគៀបង្កើតម៉ាណាសេបង្កើតអាម៉ូនបង្កើតយ៉ូសៀបង្កើតយេកូនីសហើយនឹងបងប្អូនគាត់នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនក្រោយដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនហើយនោះយេកូនីសបង្កើតបានសាល់ធៀលបង្កើតសូរ៉ូបាបិលបង្កើតអាប៊ីយុតបង្កើតអេលៀគីមបង្កើតអេសូបង្កើតសាដុកបង្កើតអេគីមបង្កើតអេលីយុតបង្កើតអេលៀសាបង្កើតម៉ាថានបង្កើតយ៉ាកុបបង្កើតយូសេបជាប្តីនាងម៉ារីមាតាព្រះយេស៊ូវដែលហៅថាព្រះគ្រីស្ទដូច្នេះតាំងពីអាប់រ៉ាហាំដរាបមកដល់លួងដាវីតរួមទាំងអស់មាន14ដំណរតាំងពីលួងដាវីតដរាបមកដល់គ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនក៏មាន14ដំណរហើយតាំងពីគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនដរាបមកដល់ព្រះគ្រីស្ទក៏មាន14ដំណរដែររីឯកំណើតព្រះយេស៊ូវគ្រីស្ទនោះបានកើតមកយ៉ាងដូចនេះគឺនាងម៉ារីជាមាតាទ្រង់កាលដែលយូសេបបានដណ្ដឹងនាងហើយនោះនាងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធមុនដែលបាននៅជាមួយគ្នាឯយូសេបប្តីនាងជាមនុស្សសុចរិតគាត់មិនចង់បើករឿងនាងឲ្យគេដឹងទេបានជាគាត់គិតលែងនាងចេញដោយសម្ងាត់វិញកាលដែលគាត់កំពុងតែគិតពីការនោះស្រាប់តែមានទេវតានៃព្រះអម្ចាស់លេចមកពន្យល់សពប្រាប់គាត់ថាយូសេបពូជលួងដាវីតអើយកុំឲ្យខ្លាចនឹងយកនាងម៉ារីជាប្រពន្ធអ្នកឡើយត្បិតបុត្រដែលមកចាប់ទុំទៃនាងនោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេនាងនឹងប្រសូតបុត្រាមួយហើយអ្នកត្រូវថ្វាយព្រះនាមថាយេស៊ូវព្រោះបុត្រនោះនឹងជួយសងគ្រោះរាស្ត្រទ្រង់ឲ្យរួចពីបាបការទាំងនោះកើតមកដើម្បីឲ្យបានសម្រេចសេចក្តីដែលព្រះអម្ចាស់ទ្រង់មានបន្ទូលដោយសារហោរាថាមើលនាងព្រំចារីនឹងមានគភ៌ប្រសូតបានបុត្រាមួយហើយព្រះនាមបុត្រនោះត្រូវហៅថាអេម៉ាញូអែលដែលប្រែថាព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំលុះយូសេបភ្ញាក់ពីដេកឡើងនោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់គឺគាត់យកប្រពន្ធមកនៅជាមួយតែមិនបានរួមរស់នឹងនាងសោះទាល់តែនាងប្រសូតបុត្រជាចម្បងមករួចគាត់ថ្វាយព្រះនាមថាយេស៊ូវ